ผมจำตลอดได้เพลิงคอย PC หรือก็บัตรบองไอกสารสำคัญรับ$100ตัวสไลด์กราวจังថ្ងៃនេះខ្ញុំមានរបស់ល្អមួយចង់ណែនាំប្រាប់បងប្អូនទាំងអស់គ្នាសម្រាប់យកទៅប្រើប្រាស់ឲ្យត្រូវទៅនឹងតម្រូវការទាំងពីរនេះគឺជា Suntech RS 650និង RS 1200បើនិយាយរឿងគុណភាពនិងសុវត្ថិភាពវិញគឺ model ទាំងពីរនេះគឺ standard ដូចគ្នាដោយសារវាបំពាក់នៅ microprocessor ឆ្លាតវៃគ្រប់គ្រងភ្លើងបានល្អនិងមានស្ថិរភាពខ្ពស់វាក៏មានមុខងារ boost and back AVR ដែលទោះបីជាភ្លើងឡើងចុះប៉ុណ្ណាក៏ដោយក៏វាជួយសម្រួលឲ្យភ្លើងរត់ស្មើវិញល្អដែរលើពីនេះវាមកជាមួយនឹងមុខងារ DC start និង auto restart ទោះបីជាដាច់ភ្លើងក៏អាចបើកប្រើបានដែរហើយនៅពេលដែលភ្លើងមកវិញវាអាចសាកថ្មបានដោយសារប្រវត្តិចំពោះប្រព័ន្ធ Overload Protection វិញគឺជួយការពារឧបករណ៍របស់បងប្អូនបានភ្លាមៗនៅពេលដែលប្រើប្រាស់លើកម្លាំងប៉ុន្តែចំណុចដែលបងប្អូនត្រូវជ្រើសរើសឲ្យត្រូវទៅនឹងតម្រូវការគឺ Suntech RS 650ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ទូទៅវាមានកម្លាំង650 វ៉ុលអាំពែឬក៏390 វ៉ាត់បំពាក់អាគុយមួយគ្រាប់ទំហំតូចមិនសូវស៊ី space ធំនិងមានតម្លៃធូរថ្លៃវាស័ក្តិសមបំផុតសម្រាប់ PC ការិយាល័យ router ឬប្រព័ន្ធកាមេរ៉ាសុវត្ថិភាពអាចបំរុងភ្លើងចាប់ពី41ទៅដល់56នាទីល្មមអាចនឹងបងប្អូនសេវឯកសារនិងបិទម៉ាស៊ីនតាន់ពេកចំណែកឯ Suntech RS 1200វិញគេរចនាមកសម្រាប់ heavy user អាជីពដែលមានកម្លាំងរហូតដល់1200 វ៉ុលអាំពែឬក៏600 វ៉ាត់និងបំពាក់អាគុយរហូតដល់2គ្រាប់វាអាចផ្ទុកភ្លើងបានយូរជាងមុនរហូតដល់2ម៉ោងដែលសមស្របបំផុតសម្រាប់ PC gaming PC design video editor ធ្វើការបន្តដោយទំនុកចិត្តតើបងប្អូនចង់បាន RS 650ឬក៏ RS 1200សូម comment ឬក៏ឆាតមកកាន់ page របស់ពួកយើងដើម្បីសាកសួរព័ត៌មាន